បាទគោរពជំរាបសួរបងប្អូនដែលនិយមតាមដានព្រឹត្តិការណ៍សង្គមនិងនយោបាយទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទស្សនៈលើកឡើងខ្លះៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្មីដែលបានកើតឡើងបាទជាពិសេសពាក់ព័ន្ធនឹងពាក្យថាសន្តិភាពហើយនឹងពាក្យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក៏ដូចជាសង្គមជាតិយើងដែលកំពុងតែបន្តអនុវត្តច្បាប់ទៅកាន់បុគ្គលណាដែលងើបតវ៉ាឬក៏ប្រឆាំងរាល់ការខិតខំប្រឹងប្រែងអភិវឌ្ឍសង្គមជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលហើយពាក្យថាងើបមួយវាយមួយនេះជាការយល់ឃើញរបស់ខ្ញុំខ្លួនឯងងើបមួយគឺត្រូវវាយខ្នោះមួយប្រសិនបើបុគ្គលនោះមិនស្គាល់តម្លៃសន្តិភាពមិនស្គាល់ការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី7នេះក៏ដូចជានីតិកាលកាលពីកន្លងមកពីព្រោះថាពេលខ្លះយើងឃើញថាវាជាចំណុចទូចទេមិនសមណាអនុវត្តច្បាប់គួរតែមានការយោគយល់ទៅកាន់គាត់ឬក៏ទៅកាន់បុគ្គលណាមួយតែជាចេតនារបស់គាត់បានបង្កប់ន័យឲ្យមានការរើសអើងនិងស្អប់មកកាន់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជារបស់យើងហើយស្របពេលដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់កំពុងតែគ្រប់គ្រងកំពុងតែពេញចិត្តចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រីបច្ចុប្បន្នក៏ដូចជានាយករដ្ឋមន្ត្រីកាលពីអតីតពិតណាស់អ្នកខ្លះគាត់មិនស្គាល់ទេពាក្យថាសន្តិភាពពាក្យថាសន្តិភាពបើជាការយល់ឃើញរបស់ខ្ញុំប្រសិនបើរាជរដ្ឋាភិបាលលើកឡើងពាក្យថាសន្តិភាពនោះគឺសំដៅការសុខសាន្តនិងសុវត្ថិភាពទៅដល់ជាតិទាំងមូលពីព្រោះថារាជរដ្ឋាភិបាលគឺជាក្បាលម៉ាស៊ីននៃការដឹកនាំប្រទេសក៏ប៉ុន្តែប្រសិនបើបុគ្គលលើកឡើងថាខ្លួនមិនមានសន្តិភាពនោះគឺជារឿងបុគ្គលយើងមិនដឹងទេថាគាត់មិនមានសន្តិភាពនៅក្នុងរង្វង់គ្រួសាររបស់គាត់តែឆ្លោះគ្នាឬក៏យ៉ាងណាឬក៏គាត់ជួបបញ្ហាទាស់ទែងជាមួយនឹងបុគ្គលណាផ្សេងពិតណាស់វាមិនមានសន្តិភាពសម្រាប់គាត់ទេតែយើងត្រូវតោងឲ្យយល់ថាពាក្យថាសន្តិភាពដែលរាជរដ្ឋាភិបាលបានដាក់មកឲ្យប្រជាពលរដ្ឋដឹងឮស្របតាមសង្គមជាតិរបស់យើងទាំងមូលកំពុងតែមានសន្តិភាពគេមិនមែនសំដៅទៅលើបញ្ហាផ្សេងនៅក្នុងសង្គមដូចជាចោរកម្មដូចជាបញ្ហាវាយតោបគ្នានោះទេពាក្យនេះគឺវាមានន័យទូលំទូលាយណាស់សម្រាប់រាជរដ្ឋាភិបាលដែលលើកយកមកប្រើប្រាស់គឺសំដៅថាគ្រប់គ្រងបានទាំងមូលនៃសង្គមនេះដោយមិនមានក្រុមបពុណាបង្កមហន្តរាយទៅដល់សង្គមជាតិទេដូច្នេះយើងត្រូវតែយល់ទាំងអស់គ្នាឲ្យច្បាស់មិនមែនគ្រាន់តែឃើញសកម្មភាពបុគ្គលណាម្នាក់ប្រព្រឹត្តបទល្មើសចោរកម្មឆក់ប្លន់យើងលើកយកមកប្រៀបធៀបជាមួយនឹងពាក្យថាសន្តិភាពសម្រាប់សង្គមជាតិទាំងមូលនោះទេនោះគឺយើងមិនយល់ឬក៏យើងមានចេតនាមួយបង្អាប់បន្តោសពាក្យសន្តិភាពខ្ញុំមិនដឹងទេក៏ប៉ុន្តែធម្មតាសង្គមនិងនយោបាយវាបែងចែកខុសគ្នាពេលខ្លះបុគ្គលមួយចំនួនគាត់មិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយទេក៏ប៉ុន្តែគាត់បានរស់រានមានជីវិតមានការធ្វើជំនួញការរកស៊ីសិតតែជាផែនការរបស់អ្នកនយោបាយបើគាត់មិនដឹងគាត់មិនចង់ពាក់ព័ន្ធនឹងនយោបាយគាត់និយាយមកគឺភ្លាវតែម្ដងកុំភ្លេចថាសង្គមនេះអ្នកនយោបាយជាអ្នកដឹកនាំហើយបើយើងមិនស្វែងយល់អំពីនយោបាយទេយើងមិនចង់ដឹងឮអំពីនយោបាយទេពេលខ្លះយើងនិយាយមកវាប៉ះពាល់ដល់នយោបាយដោយមិនដឹងខ្លួនហើយប៉ះពាល់នោះស្ថិតនៅក្នុងភាពធ្ងន់ធ្ងរទៅទៀតមិនមែនសិតតែបញ្ញវន្តយល់អំពីនយោបាយនោះទេវាលើកលែងតែអ្នករៀននយោបាយនិងប្រឡូកនៅក្នុងសង្គមនយោបាយបានអាចយល់បានច្រើននៅក្នុងរបបនយោបាយនឹងគឺវាមានផែនបែបអញ្ចឹងដែរដូច្នោះហើយខ្ញុំពេលខ្លះខ្ញុំយល់ថាបុគ្គលមួយចំនួនធំគាត់មិនចង់ដឹងឮអំពីនយោបាយទេធម្មតាទេបើគាត់មិនដឹងឮក៏ហើយទៅចោះក៏ប៉ុន្តែគុំប្រព្រឹត្តអ្វីឲ្យវាប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលពីព្រោះថាយើងកំពុងតែបានសុខបានសប្បាយរស់នៅជួបជុំក្រុមគ្រួសារយើងកំពុងតែធ្វើការរកស៊ីមុខរបរផ្សេងគ្មានអ្នកណាគេកេងប្រវ័ញ្ចគ្មានអ្នកណាគេរើសអើងគ្មានពីណាគេមកគៀបសង្កត់លើយើងទេពីព្រោះយើងមានច្បាប់ជាធរមាននៅពេលបច្ចុប្បន្ននេះបើអ្នកណាបំពេញលឹះលុបមកលើយើងរត់រកច្បាប់ទៅច្បាប់នឹងដោះស្រាយឲ្យហើយនោះហើយគឺពាក្យថាសន្តិភាពបើគ្មានសន្តិភាពទេគឺគ្មានការអនុវត្តច្បាប់ឲ្យបានពេញលេញនោះទេ
ហើយកោការបង្កមហន្តរាយផ្សេងតាមតំបន់នានាក៏នៅតែមានដោយសារក្រមកុបកម្មឬក៏ក្រមអបគុំកើតឡើងនោះហើយគេហៅថាมันមានសន្តិភាពតែជាក់ស្ដែងកម្ពុជានាពេលបច្ចុប្បន្ននេះគឺសន្តិភាពពេញលេញហើយសុខសวัสดิភាពសម្រាប់ប្រជាពលរដ្ឋមានគ្រប់កន្លែងបាទហើយសម្រាប់ពាក្យថាងើបមួយវាយមួយជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំខ្ញុំមើលឃើញថាគឺជាយុទ្ធសាស្ត្រទ្រទ្រង់សន្តិភាពប្រសិនបើមិនមានយុទ្ធសាស្ត្របែបនេះនោះទេអាណាធិបតេយ្យបុគ្គលនឹងបង្កើតនៅបញ្ហាផ្សេងធ្ងន់ធ្ងរពាក់ព័ន្ធនឹងសង្គមនយោបាយធ្វើឲ្យច្របូកច្របល់ប្រជាពលរដ្ឋរកលំនឹងផ្លូវចិត្តគ្មានទេការអនុវត្តច្បាប់គឺត្រូវតែមានហើយមិនអនុវត្តចំពោះបុគ្គលណាដែលប្រើសិទ្ធិនៅក្នុងការបញ្ចេញមតិស្របទៅតាមច្បាប់នោះទេកាលណាយើងប្រើសិទ្ធិនៅក្នុងការបញ្ចេញមតិវាហួសពីព្រំដែនច្បាប់យើងមិនស្គាល់អំពីកម្រិតនៃសិទ្ធិបញ្ចេញមតិនេះយើងបាននិយាយត្រឹមកម្រិតណាយើងចេះតែនិយាយឲ្យរួចពីមាត់វាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិក៏ដូចជាសិទ្ធិបុគ្គលរបស់គេដូច្នោះហើយច្បាប់បង្កើតមកគឺសម្រាប់អនុវត្តអ្វីដែលជាកំហុសខុសឆ្គងរបស់បុគ្គលផ្សេងបែបហ្នឹងមិនមានអ្វីចម្លែកទេយុទ្ធសាស្ត្រងើបមួយវាយមួយគឺពិតជាត្រឹមត្រូវគឺវាយខ្នោះនៅពេលដែលបុគ្គលណាប្រឆាំងចំទាស់នឹងមានចេតនាមួយបង្កភាពវឹកវរអសន្តិសុខសង្គមដោយសរសេរតាមបណ្ដាញសង្គមផ្សេងមានចរិតញុះញង់ឲ្យមានការរើសអើងដល់ថ្នាក់ដឹកនាំក៏ដូចជាបកនយោបាយផ្សេងនោះហើយគឺជាកំហុសហើយកំហុសនៅក្នុងសង្គមប្រជាធិបតេយ្យប្រទេសយើងដែលកើតចេញពីការបោះឆ្នោតមានរាជរដ្ឋាភិបាលស្របច្បាប់មានរាជរដ្ឋាភិបាលស្របច្បាប់កំពុងតែអនុវត្តនីតិវិធីច្បាប់មានតុលាការគ្រប់ទូទាំងខេត្តទាំងអស់បច្ចុប្បន្ននេះគ្មានអ្វីក្រៅពីអនុវត្តច្បាប់ទេហើយតែអនុវត្តច្បាប់ហើយគឺសមត្ថកិច្ចមានតែចុះទៅចាប់វាយខ្នោះបញ្ជូនមកតុលាការតែប៉ុណ្ណឹងហើយបើយើងមិនចង់ឲ្យជួបនៅបញ្ហាហ្នឹងយើងត្រូវស្វែងយល់អំពីសង្គមយើងឲ្យបានច្បាស់លាស់ពីមុនយ៉ាងម៉េចឥឡូវយ៉ាងម៉េចបើយើងនៅតែធ្វើមិនដឹងធ្វើមិនឮថាការវិវត្តរបស់សង្គមយើងដល់កម្រិតមួយយើងទទួលយកបានទៀតអានោះវាជាសិទ្ធិរបស់យើងក៏ប៉ុន្តែយើងទុកនៅក្នុងនិន្នាការប្រឆាំងរបស់យើងទៅយើងកុំបញ្ចេញមកមានចេតនាញុះញង់ធ្វើឲ្យប៉ះពាល់ទៅដល់ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលហើយខ្ញុំសូមមានមតិប៉ុណ្ណឹងទេនៅថ្ងៃនេះបាទសូមជម្រាបលា